អំបុកឬទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពនិងជនភៀសសឹកសម្ដេចតេជោហ៊ុនសែនបានអំពាវនាវឲ្យសម្បូរសជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកក្រោយសំណូមពរយុវជនម្នាក់ពីសមរភូមិតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសម្បូរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលក៏ដូចជាសម្បូរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹកសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសូមជួយជាអំបុកល្អជាងជួយជាមីសម្ដេចយល់ថាសំណូមពរនេះសមហេតុសមផលតែសម្ដេចយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តពីលើថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសម្បូរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គូធ្វើត្រីមួយកញ្ចប់1គីឡូឬ2គីឡូសម្រាប់យុទ្ធជនម្នាក់យកតាមខ្លួនប្រសិនដាក់ជាបាវឬការរុងលំបាកដល់ការចែកចាយនៅខ្សែទ្រីបជួរមុខសម្ដេចតេជោមានប្រសាសន៍បន្ថែមថាទទួលទានស្រូវថ្មីវាសត្រូវឈ្លានពាន